មីស៊ីតូរុស KEPD 350របស់ប្រទេសអាល្លឺម៉ង់មានសមត្ថភាពខ្លាំងដល់កម្រិតណាទើបធ្វើឲ្យពូទីនខ្លាចម្ល៉េះប្រទេសអាល្លឺម៉ង់កម្រនឹងបញ្ចេញគ្រឿងសព្វាវុធរបស់ខ្លួនណាប៉ុន្តែចាប់តាំងពីមានការផ្ទុះសង្គ្រាមនៅលើទឹកដីរបស់អ៊ុយក្រែនត្រូវបានប្រទេសរុស្ស៊ីចូលឈ្លានពានកាលពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2022រហូតមកពិភពលោកបានស្គាល់ខ្លះៗអំពីមីស៊ីលដ៏ទំនើបរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ1របស់ប្រទេសអឺរ៉ុបមួយនេះក្រោយពេលដែលទីក្រុងបេឡាំងបានបញ្ជូនមីស៊ីគ្រូសប្រភេទតូរ៉ូស KEPD 350គ្រប់គ្រងទៅដល់កងទ័ពការពារទឹកដីរបស់ទីក្រុងគៀវហើយសកម្មភាពបែបនេះហើយបានធ្វើឲ្យប្រធានាធិបតីរុស្ស៊ីគឺលោកវ្លាឌីមៀពូទីនមានការខឹងសម្បារយ៉ាងខ្លាំងព្រមទាំងបានគម្រាមវាយប្រហារកំទេចអាល្លឺម៉ង់និងប្រទេសប៉ូឡូញថែមទៀតប្រសិនបើសង្គ្រាមផ្ទុះឡើងនៅអឺរ៉ុបជាថ្មីម្ដងទៀតមីស៊ីតូរុស KEPD 350គឺជាមីស៊ីគ្រូដែលមានសមត្ថភាពអាចបាញ់ទៅលើអាកាសហើយមីស៊ីនេះគឺត្រូវបានផលិតឡើងរវាងប្រទេសអាល្លឺម៉ង់និងប្រទេសស៊ុយអែតហើយត្រូវបានផលិតនិងរចនាដោយក្រុមហ៊ុនរបស់អាល្លឺម៉ង់មួយមានឈ្មោះថា Taurus System GmbH មីស៊ីលដ៏ទំនើបមួយប្រភេទនេះត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងវិស័យយោធានៅក្នុងអំឡុងឆ្នាំ2006និងបានប្រើប្រាស់ដោយកងទ័ពអាល្លឺម៉ង់កងទ័ពអេស្ប៉ាញនិងកូរ៉េខាងត្បូងមីស៊ីគ្រូសតូរុសជាប្រភេទមីស៊ីលដែលមានសមត្ថភាពវាយប្រហារទៅលើអាកាសអាចវាយប្រហារទៅលើដីនិងជាមីស៊ីលវាយប្រហារប្រឆាំងទៅនឹងនាវាចម្បាំងផងដែរមីស៊ីតូរុសត្រូវបានផលិតចេញជាច្រើនប្រភេទផ្សេងៗគ្នាក្នុងនោះមានដូចជាមីស៊ីតូរុស KEPD 350មីស៊ីតូរុស KEPD 350MR មីស៊ីតូរុស KEPD 350K2 និងមីស៊ីតូរុស KEPD 150មីស៊ីប្រភេទទាំងអស់នេះត្រូវបានបំពាក់ទៅដោយម៉ាស៊ីន Williams P8315 Turbofan ហើយវាមានសមត្ថភាពអាចវាយប្រហារនៅក្នុងចម្ងាយរហូតដល់500គីឡូម៉ែត្រជាមួយនឹងល្បឿនលឿនជាងសំឡេងរហូតដល់ជាង1111គីឡូម៉ែត្រនៅក្នុង1ម៉ោងមីស៊ីតូរុសអាចបំពាក់ជាមួយនឹងយន្តហោះចម្បាំងជាច្រើនប្រភេទក្នុងនោះរួមមានយន្តហោះចម្បាំង PA200 Tornadoយន្តហោះចម្បាំង Saab JAS 39C Green Pen យន្តហោះចម្បាំង S15K យន្តហោះចម្បាំង SA18A និងយន្តហោះចម្បាំង Typhoon ES 2000មីស៊ីតូរុសមានទម្ងន់រហូតដល់1400គីឡូក្រាមដែលមានប្រវែង 5.1 ម៉ែត្រនិងមានទទឹង 1008 មីលីម៉ែត្រនិងមានកម្ពស់850មីលីម៉ែត្រហើយមីស៊ីមួយប្រភេទនេះអាចបំពាក់ទៅដោយក្បាលគ្រាប់ទម្ងន់480គីឡូក្រាមហើយមានបំពាក់ទៅដោយប្រព័ន្ធនាំផ្លូវជាច្រើនសម្រាប់ជំរុញឲ្យវាអាចមានសមត្ថភាពវាយប្រហារចំគោលដៅរួមក្នុងនោះមានដូចជាប្រព័ន្ធ MS ប្រព័ន្ធ GPS ប្រព័ន្ធតាមដានតាមរូបភាពនិងប្រព័ន្ធរ៉ាដាដែលជាប្រព័ន្ធរ៉ាដាចាប់សញ្ញាវិទ្យុតាក់ទងនិងប្រព័ន្ធចាប់សញ្ញាគ្រឿងអេឡិចត្រូនិកជាដើមប៉ុន្តែបើតាមទីភ្នាក់ងារចារកម្មរបស់រុស្ស៊ីបានអះអាងថាមីស៊ីតូរុសរបស់អាល្លឺម៉ង់នេះក៏អាចស្ទាក់ចាប់សញ្ញាទំនាក់ទំនងរបស់សត្រូវបានដូចគ្នាបច្ចុប្បន្ននេះមីស៊ីតូរុសមួយគ្រាប់មានតម្លៃរហូតដល់$159លានសហរដ្ឋអាមេរិកបច្ចុប្បន្នលោក Vladimir ដែលជាអធិការបតីថ្មីរបស់ប្រទេសអាល្លឺម៉ង់បានសម្រេចបញ្ជូនមីស៊ីតូរុសបន្ថែមទៀតទៅជួយដល់ប្រទេសអ៊ុយក្រែនដើម្បីធ្វើសង្គ្រាមទប់ទល់ជាមួយនឹងប្រទេសរុស្ស៊ីបន្ថែមពីលើនេះលោកអធិការបតីអាល្លឺម៉ង់រូបនេះបានជំរុញឲ្យកងទ័ពអាល្លឺម៉ង់ត្រូវតែជាកងទ័ពដ៏ខ្លាំងក្លាបំផុតនៅក្នុងតំបន់អឺរ៉ុបលោកអធិការបតីអាល្លឺម៉ង់រូបនេះបានសង្កត់ធ្ងន់ថាប្រទេសអាល្លឺម៉ង់មានប្រជាជនច្រើនជាងគេនៅក្នុងតំបន់អឺរ៉ុបមានសេដ្ឋកិច្ចខ្លាំងជាងគេនៅក្នុងតំបន់អឺរ៉ុបដូច្នេះហើយប្រទេសអាល្លឺម៉ង់ត្រូវតែមានកម្លាំងទ័ពដ៏ខ្លាំងក្លានៅក្នុងតំបន់អឺរ៉ុបប្រទេសអាល្លឺម៉ង់ត្រូវតែមានការទទួលខុសត្រូវបន្ថែមទៀតនៅក្នុងការការពារអឺរ៉ុបនិងសម្ព័ន្ធមិត្តទាំងមូលនៅក្នុងអង្គការ NATO និងដៃគូជាដើមបើយើងខ្លាំងក្លាទើបមិនមានសត្រូវណាមួយហ៊ានឈ្លានពានមកលើទឹកដីយើងបាន